ឲ្យសរសើរតារាចម្រៀងអេដាក្លាយជាអ្នកម្ដាយគំរូបំបៅកូនដោយទឹកដោះរហូតដល់ទៅអាយុ2ឆ្នាំ5ខែទីបំផុតតារាចម្រៀងអេដាសម្រេចបំណងខ្លួនដោយបានជ្រើសរើសវិធីបំបៅកូនដោយទឹកដោះរហូតដល់ទៅ2ឆ្នាំ5ខែតាមក្តីប្រាថ្នាតារាចម្រៀងអេដាត្រូវបានចាត់ទុកជាអ្នកម្ដាយគំរូសម័យថ្មីដែលបានជ្រើសរើសវិធីបំបៅកូនដោយទឹកដោះដែលមានរយៈពេលយូរជាងគេបំផុតតារាចម្រៀងរ៉េបអេដាបានរៀបរាប់ថាម៉ាមីផ្ដាច់ដោះអូនបានសម្រេចហើយទីបំផុតខ្ញុំអាចធ្វើបានលើស target គឺបំបៅដោះសុទ្ធដល់អូនអាស្តាបានរហូតដល់ទៅ2ឆ្នាំ5ខែតាំងពីទម្ងន់រហូតដល់កើតជាង3ឆ្នាំមុននេះម៉ាមីលះបង់អស់ហើយកូនកាហ្វេតែអាកុលការគេងបន្ទាប់ពីឃើញតារាចម្រៀងរ៉េបអេដាបង្ហាញនៅអារម្មណ៍រីករាយក្នុងការបំបៅកូនដោយទឹកដោះដែលមានរយៈពេលយូរបែបនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរនាងគ្រប់គ្នាកន្លងមកតារាចម្រៀងអេដាក៏ធ្លាប់ប្រាប់ផងដែរថានាងមានក្តីស្រមៃចង់បំបៅដោះកូនដោយទឹកដោះឲ្យបានយូរបំផុតប្រសិនបើអាចធ្វើទៅបានពីព្រោះការនៅក្បែរកូននិងបំបៅដោះកូនគឺជាក្តីសុខរបស់ម្ដាយដែលបានផ្ដល់ភាពកក់ក្ដៅដល់កូននិងបានមើលមុខកូនយូរមិនថាលំបាកយ៉ាងណាអេដាសូមផ្ញើសារជូនដល់មេដាគ្រប់រូបថាការបំបៅកូនដោយទឹកដោះពិតជាមានសារៈសំខាន់ណាស់អេដានឹងវិលត្រឡប់មកកាន់វិស័យចម្រៀងឡើងវិញក្នុងពេលឆាប់ខាងមុខបន្ទាប់ពីកូនរបស់ខ្លួនធំបើទោះបីជានាងមានស្វាមីជាអ្នកមានទ្រព្យតែនាងនៅតែស្រឡាញ់វិស័យចម្រៀងនិងត្រៀមបង្កើតបទចម្រៀងថ្មីៗដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ